បាទគ្របជំរាបសួរពុកម៉ែបងប្អូនវិលមកសារជាថ្មីពាក់ព័ន្ធជាមួយការចិញ្ចឹមមាន់ស្រែណាថ្ងៃនេះឆ្លើយតបសំណួរបងប្អូនយើងបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងមាន់រាកសហើយរាកឈាមហើយគាត់សួរសំណួរតាមពិតរាកវាមាន3ណាហើយគាត់សួរតើមាន់បងមានរាកសរាកខៀវដែរទេហើយមានវិធីអ្វីដែលការពារអញ្ចឹងពាក់ព័ន្ធជាមួយរាកទាំង3មានរាកសរាកខៀវរាកឈាមហ្នឹងគឺខ្ញុំតែងធ្វើវីដេអូពីមុនមកបង្ហាញជូនពុកម៉ែបងប្អូនណាដើម្បីជាវិធានការពារណាផ្ដើមចេញពីទ្រុងមុនគេដែលបងប្អូនត្រូវចាប់ផ្ដើមទ្រុងទី1ត្រូវតែមានទីតាំងដែលខ្ពស់ពីក្រៅអង្កាមឲ្យបានត្រឹមត្រូវហើយចាក់បាតចាក់សាបណាបងប្អូនណាហើយមួយវិញទៀតជុំវិញទ្រុងត្រូវតែបិទបាំងដោយតង់ណាបិទបាំងដោយតង់ក្តីកស៊ូក្តីណាព្រោះសូម្បីតែសពថ្ងៃក្តៅខ្លាំងបណ្ដៃយប់វិញត្រជាក់ព្រៀបភ្លឺត្រជាក់កដាលយប់ទៅអីចឹងជាបញ្ហាមួយដែលបណ្ដាលមកពីអាកាសធាតុហ្នឹងដែលធ្វើឲ្យមាន់អាចរាកឈាមរាកសរាកខៀវបាននោះគឺកត្តាត្រជាក់នឹងឯងហើយបងប្អូនចំណាំមើលមាន់ក្តៅប៉ុណ្ណាក៏ដោយក៏មិនអាចឈឺដែរប៉ុន្តែបើសិនជាកត្តាត្រជាក់បងប្អូនអត់ចាប់អារម្មណ៍មាន់នឹងចាប់ផ្ដើមឈឺផ្ដាសាយមួយទៀតគាត់សួរឬផ្ដាសាយមាន់ខ្ញុំពាក់ព័ន្ធជាមួយនឹងរាក3នោះគឺអត់មានទេប៉ុន្តែបើផ្ដាសាយតិចតួចមានហើយចាប់តាំងពីអាកាសធាតុក្តៅខ្លាំងមកផ្ដាសាយក៏អត់មានដែរបងប្អូនណាក្នុងទ្រុងខ្ញុំណាលុះត្រាតែមានភ្លៀងធ្លាក់1 មេ2 មេនឹងបានមានផ្ដាសាយ1 2ណាអញ្ចឹងពាក់ព័ន្ធជាមួយសំណួររបស់បងប្អូនយើងវិធានការពារគឺយើងដើមចេញពីទ្រុងទេណារាកសរាកឈាមរាកខៀវនឹងជាដើមគឺផ្ដើមចេញពីទ្រុងការបិទបាំងការផ្ដល់កំណៅនិយាយពីការផ្ដល់កំណៅហ្នឹងមានន័យថាបើបងប្អូនមាន់ធំបងប្អូនត្រូវធ្វើដូចអ្វីដែលខ្ញុំនិយាយពីដើមអញ្ចឹងណាហើយបើមាន់តូចកូនមាន់ពេលយប់ត្រូវតែដាក់កំណៅឲ្យណាបងប្អូនណាបងប្អូនអត់កំណៅឲ្យគ្រប់គ្រាន់គឺធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនកូនមាន់មិនបាន36ទៅ37អង្សាសេទេមាន់រំលាយអាហារមិនបានល្អទេណាអញ្ចឹងមាន់រំលាយអាហារមិនបានល្អពុកម៉ែបងប្អូនយើងឃើញចេញជាអាការៈរាកឈាមរាកសហ្នឹងមកហើយអញ្ចឹងវាពាក់ព័ន្ធជាមួយនឹងការផ្ដល់កម្ដៅមិនគ្រប់គ្រាន់ណាការផ្ដល់កម្ដៅមិនគ្រប់គ្រាន់ចំពោះមាន់ធំក៏ឆ្លោះប្រឆាំងឲ្យឃើញដូចគ្នាណាមាន់ធំក៏ត្រូវការកម្ដៅដែរនៅពេលដែលយប់ត្រជាក់គឺវាត្រូវការទ្រុងមួយដែលមានភាពកក់ក្ដៅណាគឺវាត្រូវការទ្រុងដែលមានភាពកក់ក្ដៅអញ្ចឹងបើបងប្អូនទ្រុងបងប្អូនអត់មានបិទបាំងពេលថ្ងៃក្ដៅខ្លាំងពេលយប់ត្រជាក់ខ្លាំងអញ្ចឹងធ្វើឲ្យមាន់ទប់នឹងអាកាសធាតុអត់បានណាអញ្ចឹងបើដូចទ្រុងខ្ញុំអត់មានទេពាក់ព័ន្ធជាមួយនឹងរាកឈាមរាកសរាកខៀវនេះគឺអត់មានទេណាហើយផ្ដាសាយមានតិចតួចលុះត្រាតែមានភ្លៀងណាបងប្អូនណាមានភ្លៀងវាអត់អាចគេចផុតពីផ្ដាសាយទេណាជំងឺផ្លូវដង្ហើមផ្ដាសាយហ្នឹងគឺគេចអត់ផុតទេប៉ុន្តែវាមានភាគតិចឲ្យតែយើងបានព្យាយាមបានសម្អាតអង្កាមពេលភ្លៀងមកក៏វាអត់ប៉ះពាល់ដល់ជំងឺផ្លូវដង្ហើមហើយនឹងផ្ដាសាយនឹងដែរណាអញ្ចឹងវិធានការពារគឺមានប៉ុណ្ណឹងហើយបើមាន់ឈឺហើយយើងលែងហៅថាការពារហើយណាបងប្អូនណាខ្ញុំចង់ឲ្យពុកម៉ែបងប្អូនយល់អញ្ចឹងមាន់ឈឺហើយគេលែងហៅថាវិធានការពារហើយបងប្អូនយើងចំនួនយល់ច្រឡំថាថ្នាំជាវិធានការពារមិនមែនទេណាបងប្អូនណាការពារមានន័យថាយើងមាន់កំពុងតែល្អហ្នឹងយើងត្រូវធ្វើម៉េចថែរក្សាវាឲ្យបានល្អដូចដើមកុំឲ្យវាឈឺបានហើយចំពោះថ្នាំគឺជាវិធីព្យាបាលទេណាបើប្រាប់ពីថ្នាំអាហ្នឹងគេហៅថាវិធីព្យាបាលទេណាហើយបើបងប្អូនចង់បានវិធានការពារដោយបងប្អូនយើងសួរហ្នឹងគឺមានតែវិធីហ្នឹងទេណាបងប្អូនណាបងប្អូនចោលចំណុចត្រង់ណាមួយហើយបានមន់បងប្អូនមានរាកឈាមរាកសរាកខៀវជាដើមណាអញ្ចឹងក្នុងវីដេអូនេះបញ្ជាក់ជូនពុកម៉ែបងប្អូនយើងប៉ុណ្ណឹងណា